បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺមានវីដេអូថ្មីទៀតហើយបងប្អូនបាទគឺជាវីដេអូស្ទួយត្រីបាទនៅខាងទំនប់ស្លាបាទកាលពីថ្ងៃមុនហ្នឹងបងប្អូនបាទគឺថាសុបាយមែនតើបងប្អូនបាទខ្ញុំថាទៅលេងស្ទួយវត្តទេបាទប៉ុន្តែទៅដល់បងប្អូនអើយគឺថាត្រីវាច្រើនខ្លាំងពេកទៅយ៉ាងស្ទួយវត្តយើងស្ទួយអត់កើតវិញបាទទៅជាត្រូវប៉ាន់អ្នកលេងស្ទួយគប់វិញបាទអញ្ចឹងបងប្អូននៅចិត្តលេងស្ទួយគប់ហើយនឹងចូលចិត្តបរិយាកាសដែលស្រស់ស្អាតបងប្អូនអើយបើនិយាយពីរឿងត្រីមកចំណាយទេបងប្អូនបើនិយាយពីរឿងទេសភាពវិញគូស្អាតមែនតើបងប្អូនបាទទីតាំងនេះគឺជាទីតាំងដែលមានរមណីយដ្ឋានផងបាទមានកន្លែងញ៉ាំអីបាទនិយាយទៅគឺមានប្រជាជនខ្វែងខ្វាត់នៅហើយកន្លែងនេះគឺជាប្រភពចម្រោកនៃត្រីដែរបងប្អូនទីតាំងនេះគឺគេប្រឡែងត្រីច្រើនមែនតើបាទហើយបើខ្ញុំមកដល់វិញគឺខ្ញុំត្រៀមលេងស្ទួយវត្តបងប្អូនបាទលេងនៅស្ទួយវត្តប៉ុន្តែត្រីកន្លែងនេះគឺថាវាច្រើនពេកបងប្អូនបាទខ្ញុំបោះនុយដល់ទឹកអត់ដល់ដីទេបងប្អូនគឺរួមស៊ីតែម្ដងបាទនុយរបស់យើងគឺគ្រាន់តែបោះពុបគឺញ័រយកតែម្ដងបាទតែពេលអញ្ចឹងគឺវាសម្បូរតាទូចនឹងច្រើនពេកបាទខ្ញុំថាចង់មកលេងត្រីធំបាទតែមកដល់ជាស្ដាយមានបានទៅលេងអាធំស្អីទេបងប្អូនអូសុទ្ធតាតូចហ្នឹងគឺថាញាក់តែម្ដងបាទខ្ញុំអង្គុយពីខាងលើរត់មកក្បែរខាងវិញបាទហើយត្រីក៏វត្តបានខ្លះតែគាត់ថាវាតូចបងប្អូនអើយបាទហើយបើនិយាយពីរឿងអ្នកស្ទួយគប់វិញបាច់និយាយទេបងប្អូនបាទដងបាច់លេងច្រើនដើមទេបាទដាក់តែមួយដើមហ្នឹងបាទដាក់លើកបាទហើយជាពិសេសអ្នកលេងផ្លែនងក៏ទៅអត់ដាក់នុយនេះបងប្អូនសាហាវបងប្អូនអើយបាទដាក់ឡើងខ្មៅត្រង់បងប្អូនមិនមែនតិចណាច្រើនលើកម្ដង7 8ត្រីម្ដង7 8ត្រីហើយសម្រាប់អ្នកលេងស្ទួយវត្តនេះវិញបងប្អូនបាទកូនត្រីកោពេកខ្ញុំលេងអត់កោតទេបងប្អូនបាទនុយវាយស្អិតមិនក៏វាស៊ីខ្ទេចតែយកទៅគូខ្ទេចបាទដល់ពេលលេងយូរទៅបាទឈប់ស្ទួចមកឈរមើលអ្នកគប់វិញម្ដងបាទហើយនុយគឺដាក់ខ្ញុំតានាមកលិចបងប្អូនមកស្ទួយវត្តគឺបងប្អូននឹងតែដាក់ស៊ីហើយបាទតែដល់ពេលវត្តមកបាច់មើលត្រីទូចបាយកន្លកគឺគប់យកហើយបើត្រីវិញមិននិយាយទេបងប្អូនអ្នកចេះលេងផ្លែកត្រកអ្នកបងប្អូនមើលត្រីបាទលើកមកបាទ7 8ត្រី7 8ត្រីបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ទៅលេងទីតាំងនឹងវិញបាទគឺខ្ញុំដាក់ផែនទីជូនឲ្យហើយបើទៅទីតាំងខ្ញុំរីកមិនបងប្អូនលេងស្ទួយគប់វិញបងប្អូនបាទយើងលេងផ្លែចកោមបាទផ្លែចកោមទៅលេងវាយនុយត្រីសកាក៏បាននុយអីក៏បានដែរបងប្អូនគឺថាវាស៊ីបាទមកលេងមកបាទទីតាំងទលំទលាយនិយាយទៅត្រីឡើងខាប់ទឹកតែម្ដងបងប្អូនសម្បូរទៅដោយត្រីឆ្ពិនបាទត្រីទីលាប់យ៉ាត្រីកាបបងប្អូនត្រីធំក៏មានដែរគ្រាន់ថាខ្ញុំមកជើងនេះគឺចំពេលដល់តូចវាឡើងច្រើនពេកបងប្អូនអូយបាទនិយាយវាថាវាកោយើងនោះកោពេកហើយបងប្អូនបាទហើយបើអ្នកលេងផ្លែកត្រកដូចប្រាប់ចឹងបាទដាក់មកមកជួសាហាវបងប្អូនគួរជឿណាបងប្អូនបាទត្រីដូចយើងយកទៅដោតចឹងបងម្ដង7 8ត្រីបាទដល់ពេលត្រីវាបានច្រើនពេកទៅជាមិនមែនថាយើងសបាយដោះខ្ជិលដោះវិញបាទនុយអត់ពិបាកបាត់ទេមកខ្ជិលដោះត្រីវិញបាទអញ្ចឹងបងប្អូនបាទតនេះអាចសាកទៅលេងបានបងប្អូនអើយសបាយបាទទីតាំងយកទៅគឺទេសភាពស្អាតមែនតើបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបងប្អូនបាទនៅវីដេអូក្រោយទៀតបាយ